ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាបុណ្យដ៏ធំបំផុតមួយរបស់ប្រជាជនខ្មែរដែលមិនត្រឹមតែជាការផ្លាស់ប្ដូរឆ្នាំចាស់ចូលឆ្នាំថ្មីតាមប្រតិទិនសូរ្យគតិប៉ុណ្ណោះទេប៉ុន្តែវាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់សង្គមនិងផ្លូវចិត្តរបស់ខ្មែរយើងទាំងនេះគឺជាអត្ថន័យសំខាន់នៃបុណ្យចូលឆ្នាំខ្មែរ1ការដឹងគុណនិងកតញ្ញូតាធម៌ចំណុចនេះជាចំណុចសំខាន់នៅក្នុងឱកាសនេះកូនចៅតែងតែធ្វើពិធីស្រង់ព្រះឬងូតទឹកជូនមាតាបិតាជីដូនជីតាដើម្បីសុំខមាទោស